បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះមានចង់លើកប្រធានបទមួយមកធ្វើការចែកម្លែកបទពិសោធន៍មួយជាមួយបងប្អូនប្រហែលអឺវីដេអូនេះខ្ញុំចង់ធ្វើយូរហើយប៉ុន្តែចេះតែអឺរីរែងអត់ចង់ធ្វើទេដោយសារកាលណាខ្ញុំធ្វើវីដេអូនេះវាអាចប៉ះពាល់ជាមួយនឹងអាជីវកម្មរបស់បងប្អូនយើងមួយចំនួនអញ្ចឹងបាទខ្ញុំចេះតែម្ដងហើយម្ដងទៀតខ្ញុំចង់ធ្វើតែថ្ងៃនេះខ្ញុំចែកម្លែកតិចចុះតកតងជាមួយនឹងការយើងអឺប្រើប្រាស់គ្រឿងអេឡិចត្រូនិកជាពិសេសប្រភេទ laptop ហើយនិងប្រភេទគ្រឿងអេឡិចត្រូនិកទូទៅហើយជាប្រភេទជាគ្រឿងអេឡិចត្រូនិកមិនថា laptop ទូរស័ព្ទដៃអឺទូរទស្សន៍អីក៏ដោយដែលប្រភេទស៊េរីក្រោយនេះខ្ញុំដោយសារតែខ្ញុំអ្នកខាងវាយតម្លៃហាងប្រចាំចឹងជាធម្មតាខ្ញុំធ្វើការ research ព័ត៌មានជាច្រើនហើយនឹងការរៀនសូត្រពីផលិតផលដែលយើងទទួលមួយជាប្រចាំមកដល់ឥឡូវនេះវាបទពិសោធន៍ច្រើនក្រាស់ក្រែដែរហើយជាធម្មតាខ្ញុំជាអ្នករៀប policy ខ្លួនឯងផ្ទាល់ដែរទាក់ទងជាមួយនឹងការទទួលប្រចាំគ្រឿងអេឡិចត្រូនិកអញ្ចឹងខ្ញុំអាចថាខ្ញុំដឹងគ្រឿងនៅក្នុងនឹងច្រើនហើយជាពិសេសទៀតបងប្អូនយើងប្រើប្រាស់គ្រឿងអេឡិចត្រូនិកជួនកាលគាត់ទៅទិញរបស់ second hand អញ្ចឹងណាគាត់អត់ដឹងទេហើយខ្ញុំឃើញច្រើនណាស់ដែលបងប្អូនយើងធ្វើការទិញដូចជា laptop អីចឹងទៅគាត់អត់ចេះមើលហើយគាត់អត់ដឹងពីរបៀបក្នុងការទិញគ្រឿងអេឡិចត្រូនិកមកទឹកមកប្រើប្រាស់អញ្ចឹងជួនកាលគាត់ខាតហើយគាត់អត់ដឹងពីអឺតើយើងគួរទៅទិញបែបណាយើងជ្រើសរើសបែបណាហើយដើម្បីយើងទិញគ្រឿងមកទឹកតម្លៃសមរម្យហ្នឹងមកប្រើប្រាស់ហើយយើងអាចប្រើប្រាស់បានបន្តទៀតព្រោះជាធម្មតារបស់ដែលជា second hand គ្រឿងអេឡិចត្រូនិកមានន័យថាគេប្រើប្រាស់រួចហើយតើគេប្រើប្រាស់ក្នុងមួយរយៈពេលមួយដែលគេគិតថាគេចង់ដោះដូរឬក៏គេចង់លក់បញ្ចេញដោយហេតុផលណាមួយនោះបានរបស់ហ្នឹងមកដល់ដៃយើងអញ្ចឹងយើងគឺប្រើក្នុងដំណាក់កាលទី2ឬក៏ទី3ទៅហើយអញ្ចឹងរបស់ដែលប្រើហើយយើងដឹងស្រាប់ថាគុណភាពវាគឺវាអត់ដូចថ្មីទេហើយបើសិនជាបងប្អូនអត់ចេះមើលអត់ចេះយល់ដឹងតកតងមួយគ្រឿងអេឡិចត្រូនិកទៀតកាត់ទិញមកវាអប្រឈមខ្លាំងតកតងមួយការខាតបង់ហើយជាពិសេសខ្ញុំអាសាឃើញដែរបងប្អូនយើងរៀនសិស្សសាលាមួយចំនួនគាត់កាន់អវ៉ាន់មកហាងប្រចាំខ្ញុំអញ្ចឹងទៅគាត់យកមកធ្វើការដាក់ប្រចាំពួកអីគាត់ទុកទិញហ្នឹងគាត់ទុកទិញបានជួនកាល2-3ខែហើយខ្លះសងទុកទិញបានមួយខែអីគាត់ទៅការលុយគាត់យកមកដាក់ប្រចាំខាងខ្ញុំប៉ុន្តែដល់ពេលយកអវ៉ាន់ខាងខ្ញុំអត់ទទួលចូលប្រចាំទេមូលហេតុនោះគឺអវ៉ាន់ហ្នឹងវាស៊េរីចាស់ទី1គឺស៊េរីចាស់ទី2គឺឆ្នាំចាស់គ្រឿងអេឡិចត្រូនិកជាទូទៅអាយុកាលនៃការប្រើប្រាស់វាបានតែ7ឆ្នាំទេអានេះខ្ញុំចែកម្លែកជូនបងប្អូនណា7ឆ្នាំអញ្ចឹងជាធម្មតាអវ៉ាន់ដែលខាងខ្ញុំទទួលតែ5ឆ្នាំចុងក្រោយឯងខ្ញុំអត់ទទួលដល់7ឆ្នាំទេត្រឹមតែ5ឆ្នាំចុងក្រោយទេដែលខ្ញុំទទួលមកឧទាហរណ៍ថាឥឡូវនេះឆ្នាំ2016អញ្ចឹងម៉ាស៊ីន laptop ដែលផលិតនៅឆ្នាំដែលខ្ញុំទទួលហាងទទួលគឺចាប់ពី2020ឡើងលើបានហាងទទួលយកមកប្រចាំមិនថាស្ពេចតូចមិនថាស្ពេចខ្ពស់ទាបយ៉ាងណាក៏ដោយជំនាន់ណាក៏ដោយតែត្រូវតែម៉ាស៊ីនហ្នឹងចាប់ពីឆ្នាំ2020ឡើងលើបានខ្ញុំទទួលប្រចាំអញ្ចឹងក្រុមហ្នឹងខ្ញុំអត់ទទួលទេខ្ញុំអត់ទទួលទិញឬក៏អត់ទទួលប្រចាំទេបាទអញ្ចឹងហើយនៅក្នុងទីផ្សារមួយចំនួនគឺមានការលក់ខ្លះម៉ាស៊ីនខ្លះវាដល់2015ឬ16អញ្ចឹងម៉ាស៊ីនហ្នឹងវារៀងឲ្យអាប់ដេតហើយវាប្រព័ន្ធ system ហើយនឹង hardware software វាចាស់ដំណើរការអត់ស្រួលទេវាអាចនឹងមានកំហុសច្រើនអញ្ចឹងវានៅមានលក់ក្នុងទីផ្សារប៉ុន្តែសម្រាប់ខ្ញុំគឺទទួលហាងប្រចាំខាងខ្ញុំនៅទទួលចូលឯប្រភេទហ្នឹងអញ្ចឹងបងប្អូនសិស្សខ្លះគាត់អត់ដឹងណាបងយើងអត់ដឹងគាត់ទៅទិញអាវ៉ាន់ហ្នឹងអស់ហ្នឹងយកមកប្រើប្រាស់អញ្ចឹងគាត់អត់ដឹងថានៅពេលដែលផលិតផលដែលក្រោម5ឆ្នាំទៅទៀតមានថាក្រោម5ឆ្នាំទៅទៀតវាដល់ឆ្នាំទី8អីហើយមានន័យថាលទ្ធភាពដំណើរការប្រព័ន្ធ system របស់គ្រឿងអេឡិចត្រូនិកដោយសារវារត់ដោយភ្លើងប្រព័ន្ធអេឡិចត្រូនិកហ្នឹងវាដើរលេងស្រួលហើយអញ្ចឹងមានន័យថាបើយើងយកមកប្រើនៅក្នុងអាយុវាច្រើនពេកទី1វាប្រើអត់កើតទី2វាប្រើយឺតអត់ស្រួលហើយងាយខូចហើយយើងងាយនឹងយើងយកមកយើងទៅជួសជុលវាមានបញ្ហាច្រើនណាស់ប្រព័ន្ធអេឡិចត្រូនិកអញ្ចឹងជា recommend របស់ខ្ញុំ
ទៅកាន់បងប្អូនសិស្សនិស្សិតឬអ្នកគាត់ចង់ទិញអីវ៉ាន់ទឹកផ្នែកអេឡិចត្រូនិកបណ្ឌិតមើលទី1យកអីវ៉ាន់មកភ្លាមត្រូវមើលឆ្នាំណាត្រូវមើលឆ្នាំថា laptop ហ្នឹងផលិតឆ្នាំណាផលិតឆ្នាំណាផលិតឆ្នាំណាអញ្ចឹងជាធម្មតាដូចខ្ញុំនិយាយអញ្ចឹងជាធម្មតា laptop គេផលិតមកប្រើប្រាស់សម្រាប់តែ7ឆ្នាំទេគឺវាអស់ក្នុងការប្រើប្រាស់ហើយដល់ឆ្នាំទី8គឺវា everything គឺ slow ខ្លាំងហ្មងវាអាចមានដែរក្នុងករណីដូចជាគ្រឿងអេឡិចត្រូនិក laptop ខ្លះដែលគេផលិតជា high end មានន័យថាកម្រិតខ្ពស់ហ្មងមានន័យសមត្ថភាពនិង spec វាគឺផលិតជាមួយនឹង quality ខ្លាំងហើយនឹងកម្រិត spec ខ្ពស់អានឹងគេអាចដល់10ឆ្នាំឬក៏អាចលើសនឹងហងក៏មានដែរប៉ុន្តែជាធម្មតាបងប្អូនយើងកម្រមានអ្នកទិញអាប្រភេទ high end អ្វីដែល high end ខ្ញុំអបយល់ឧទាហរណ៍ថាឥឡូវដូចមាន Core i3 Core i5 Core i7 Core i9 Core i9 គឺ high end ដូចក្នុង spec RTX វាមាន RTX វាថាចំសេរី30អញ្ចឹងណាវាមាន30វាមាន25អញ្ចឹងទៅរួមមាន35 35អញ្ចឹងទៅដល់ពេលដល់37ឬ38ឬ39 39អា39គឺ high end ឬ37គឺ high end ប្រភេទ spec ដែលប្រភេទដល់កម្រិតហ្នឹងអាហ្នឹងវាអាចឲ្យការប្រើប្រាស់វាវែងជាងធម្មតាបើដូចតែ i7 ក៏វាមិនជាខ្ពស់ដែរវាមិនជា high end អញ្ចឹងអា quality ហើយនឹងនេះវាក៏ប្រើបានយូរដែរអញ្ចឹងបងប្អូនប៉ុន្តែនៅពេលដែលបងប្អូនទិញប្រភេទ high end ក៏វាថ្លៃខ្លាំងជាងរបស់ក្នុងការទូការទិញចំនួនមួយគ្នាបើយើងទិញ high end ស្មើគុណ2គុណ3ពេលខ្លះដោយសារតែតម្លៃវាថ្លៃអា quality វាខុសគ្នាដែរអញ្ចឹងណាអញ្ចឹងជាការបញ្យល់របស់ខ្ញុំដែលបែបងាយស្រួលសម្រាប់បងប្អូនយល់តែហ្មងពេលដែលទិញគ្រឿងអេឡិចនេះសូមពិនិត្យមើលឆ្នាំមួយបានច្បាស់ព្យាយាមយកឆ្នាំខ្ពស់ព្រោះថ្ងៃមុនខ្ញុំទទួលប្រចាំ laptop មួយបងប្អូនគាត់បាញ់ព័ត៌មានមកខ្ញុំធ្វើការ check up ណាឃើញអ្នកបងប្អូនដែលលក់អីវ៉ាន់ឲ្យបងប្អូនហ្នឹងគាត់ហែកធម្មតាបាត laptop វាមានឆ្នាំផលិតរបស់ laptop វានៅចែកខ្ញុំឧទាហរណ៍បងប្អូននេះវានៅចែកបាត laptop វាមានតែមានព័ត៌មានឆ្នាំ laptop បងប្អូនព្យាយាមមើលអានេះដឹងឆ្នាំ laptop ផលិតឆ្នាំណាប៉ុន្តែជួនកាលអ្នកគាត់យកបានមកទឹកមកជួនកាលគាត់ឲ្យអាផ្លាកនឹងចោលខ្ញុំមើលឃើញប៉ុន្តែដោយសារតែខ្ញុំបត់វិសោធន៍ខ្ញុំទទួលបានច្រើនគាត់នៅចេញ spec មកខ្ញុំដឹងឆ្នាំណាហើយspec ណាឆ្នាំណា spec ណាឆ្នាំណាអញ្ចឹង model ណាឆ្នាំណាខ្ញុំអាចដឹងអញ្ចឹងណាអញ្ចឹងជាធម្មតាលាក់ខ្ញុំអត់បានទេតែបើសម្រាប់បងប្អូនយើងអត់ដែរប្រើប្រាស់វាពិបាកក្នុងការដឹងហើយពេលខ្លះក៏អត់ដែរបងប្អូនខ្លះគាត់មានឡើងមករៀនពេញអញ្ចឹងទៅថាការគាត់មានគំនិតគាត់ទិញដល់របស់ដែលរៀងតម្លៃធូរដើម្បីយកទៅរៀនសិនអីចឹងទៅមិនតែជួនកាលគាត់ទិញទៅគាត់វាខូចណាការអត់ស្រួលអញ្ចឹងវាអត់ល្អហើយតន់សម័យកាលយើងឥឡូវធ្វើការtechnology ខ្លាំងការរៀនការស្រាវជ្រាវយើងធ្វើការលឿនរបស់ដែលយើងត្រូវការគឺខ្លាំងយើងធម្មតាយើងហ៊ានអត់កើតទេយើងស្ទើរមែនតើយើងcònអាចចេះប៉ុន្តែយើងអាចទៅប្រកួតប្រជែងជាបានចឹងយើងរបស់យើងធ្វើការខ្លាំងតិចអញ្ចឹងបងប្អូននេះជាសម្រាប់ជាពិសេសដល់បងប្អូនដែលគាត់ធ្វើការរៀនសូត្រសំខាន់ព្យាយាមរើសអវ៉ាន់ដែលធំយកមកទឹកត្រឹម5ឆ្នាំឡើងបើឥឡូវឆ្នាំ2026រើសតែ21 22ឬក៏20ទៀតបំផុតបានហើយយើងអាចសែវលុយហើយយើងអាចបានរបស់ដែលនៅ quality យើងអាចប្រើពី3ឆ្នាំទៀតបានហើយចាំពេលនោះខ្ញុំគិតបន្ថែមទៀតអញ្ចឹងណាបាទអញ្ចឹងវីដេអូនឹងចែកលេខប៉ុណ្ណឹងហើយបាទហើយបើមានចម្ងល់អីតើតើមួយគ្រឿងនេះអាចឆាតសួរខ្ញុំបានតាម TikTok ដែលខ្ញុំផុសហ្នឹងព្រោះខ្ញុំផុសប្រភេទដែលខ្ញុំនិយាយច្រើនអញ្ចឹងខ្ញុំធ្វើទៅក្នុង TikTok personal ខ្ញុំដែលខ្ញុំតែងតែនិយាយលេងនឹងបងប្អូនទេហើយវាវែងតិចណាវីដេអូហ្នឹងបាទអរគុណច្រើន